អ្នកទាំងអស់គ្នាថ្ងៃនេះទៅផ្សារប្រពន្ធឃើញត្រីក្រហមនៃម៉ាប់ខ្ជូតហ្នឹងក៏នឹកឃើញទៅដល់ទឹកគ្រឿងរបស់យើងណាទឹកគ្រឿងនិយាយពីថាគ្រាន់តែនឹកឃើញហៀទឹកមាត់ផ្លាក់ហ្មងនេះហើយយើងមានសណ្តែកដីណាហើយយើងធ្វើការលេងសណ្តែកដីបន្តិចដោយសារទឹកគ្រឿងបើដាក់សណ្តែកដីឲ្យកាន់តែឈ្ងុយហ្នឹងគឺវាល្អណាហិតទៅនិយាយពីថាជាប់ចិត្តតែម្ដងពេលយើងហិតក្លិនសណ្តែកដីហ្នឹងឥឡូវយើងលេងហើយយើងធ្វើការបុកសណ្តែកដីឲ្យវារៀងម៉ត់ប៉ុន្តែយើងមិនម៉ត់ឈឹងហ្មងទេណាហើយនេះគ្រឿងផ្សំរបស់យើងមានត្រីមានក្រូចឆ្មាមានបន្លែណាបន្លែរបស់យើងហ្នឹងសម្រាប់ទឹកគ្រឿងមានស្ពៃមានផ្កាស្នោរបស់យើងហ្នឹងណាមានដូចជាផលិតរំចង់មានតសក់ហើយគល់ខៃនេះយើងទុកសម្រាប់ស្ងោរនេះហើយយើងមានម្ទេសណាមានក្រូចឆ្មាផ្សេងៗហ្នឹងមានផលិតណាមានប្រហុកជាពិសេសកុំភ្លេចប្រហុកណាបងប្អូនគ្នាប្រហុកនឹងធ្វើឲ្យរសជាតិកាន់តែឈ្ងុយផ្កាស្នោនេះជីវ៉ាន់ស៊ុយមានស្អំណាមានស្ពៃជាពិសេសស្ពៃរបស់យើងហ្នឹងបងប្អូនកុំភ្លេចណាស្ពៃកញ្ញាញរបស់យើងហ្នឹងដាក់ទៅគឺចូលជាតិតែម្ដងជាមួយទឹកគ្រឿងឥឡូវយើងធ្វើការដាំទឹកស្ងោរត្រីអញ្ចឹងទៅយើងធ្វើការដាក់គ្រឿងខ្លះដើម្បីឲ្យវាឈ្ងុយទៅក្នុងសាច់ត្រីយើងដាក់រមៀតចូលទៅយើងដាក់ស្លឹកក្រូចយើងដាក់ស្លឹកគល់ខៃបន្តិចទៅហើយយើងដាក់ម្ទេសបន្តិចទៅដើម្បីជាពិសេសឲ្យវាកាត់ឆ្អាបថៃផងអញ្ចឹងយើងដាក់ដាំហើយយើងមកធ្វើការលីងសម្រាប់បុកគឺគ្រឿងទឹកត្រីមានខ្ទឹមក្រហមមានម្ទេសយើងលីងវាបន្តិចទៅឲ្យកាន់តែឈ្ងុយមានខ្ទឹមក្រហមមានខ្ទឹមសចឹងទៅយើងធ្វើការលីងវាឲ្យវាឈ្ងុយហើយអានេះប្រហុករបស់យើងធម្មតាទឹកគ្រឿងស្រុកយើងគឺត្រូវតែមានប្រហុកបានឆ្ងាញ់អានេះខ្ទឹមមានអីហ្នឹងទុកសម្រាប់រៀបចំនឹងឯងណាមានបន្លែបកាផ្សេងដែលខ្ញុំថតម្ដងហើយម្ដងទៀតគីឡូអ្នកទាំងអស់គ្នាផ្លេចគ្រឿងអានេះគ្រឿងរបស់យើងអានេះយើងលាយហើយណានេះខ្ញុំកាត់ទៅខ្ញុំខាវាបន្តិចណាហើយអានេះយើងធ្វើការដាក់ត្រីចូលដោយសារទឹកពុះហើយអ្នកទាំងអស់គ្នាដាក់ទឹកទៅកាលណាពុះយើងដាក់ទៅវាអត់សូវបែកសាច់ត្រីយើងពេលដែលយើងពុះយើងដាក់ត្រីបន្តិចទៅឲ្យវាពុះពេលយើងបេះទៅវាស្រួលហើយវាអត់បែកសាច់ត្រីណាបើយើងដាក់តាំងពីដំបូងវាបែកសាច់ត្រីអញ្ចឹងណាហ្នឹងហើយគ្រឿងរបស់យើងនេះលីងហើយមានខ្ទឹមសមានខ្ទឹមក្រហមមានម្ទេសអញ្ចឹងទៅយើងធ្វើការបុកណាបុកចូលគ្នាឥឡូវយើងសណ្តែកដីរបស់យើងធ្វើការបុកហ្នឹងគឺវាចិត្តម៉ត់ហើយហ្នឹងហើយយើងធ្វើការនេះហាន់ក្រូចឆ្មាទុកឲ្យហើយត្រៀមទុកច្បាច់នៃត្រីរបស់យើងឥឡូវក៏បានពុះណាត្រីរបស់យើងក៏បានឆ្អិនហើយឃើញណាបងប្អូនគ្នាត្រីហ្នឹងអត់មានបែកសាច់អីបន្តិចទេណាបងប្អូនគ្នាឃើញណាបើសិនជាយើងដាក់ពីដើមទីទៅទឹកអត់ទាន់ពុះអាចនឹងបែកសាច់ត្រីអញ្ចឹងពេលដែលយើងស្រង់យកទៅបេះទៅវាអត់ស្អាតទេអ្នកទាំងអស់គ្នាហើយពិបាកបេះតែផុយត្រីហើយអាចឆ្អឹងនឹងវាដំបូលចេញពីឆ្អឹងត្រីហ្នឹងក៏ពិបាកបេះដែរអញ្ចឹងធ្វើប្រពន្ធខ្ញុំគាត់ស្រង់ហើយយើងធ្វើការបេះនៅសាច់ត្រីហើយទឹកហ្នឹងណាអត់មានចោលទេទឹកស្ងោរត្រីហ្នឹងយើងដួសមកមួយចំនួនមកតម្រូវដល់មួយចានរបស់យើងដែលធ្វើយើងហូបជុំគ្នាហ្នឹងណាហ្នឹងហើយបន្ទាប់មកយើងធ្វើការថែមគ្រឿងចូលទៅអានេះទឹកដែលនៅសល់ខ្ញុំធ្វើការដាក់សពោតហើយនឹងស្អំហ្នឹងហើយពេលយើងស្រស់ពោតស្អំមកល្មមនោះស្អំយើងស្រង់មុនតោះមកយើងទុកពោតឲ្យរៀងយូរបន្តិចដោយសារពោតវាសាច់វារឹងយើងទុកឲ្យរៀងផុយបន្តិចទុកនៅក្នុងចង្ក្រានហ្នឹងហើយអានេះទឹកដែលយើងដួសហើយយើងធ្វើការបង់ប្រហុកចូលទៅយើងដាក់ឲ្យពុះដើម្បីឲ្យប្រហុករបស់យើងហ្នឹងស្រួលកូរឲ្យវាលាយសព្វអញ្ចឹងណានេះយើងធ្វើការបេះត្រីអ្នកទាំងអស់គ្នាឃើញណាអ្នកទាំងអស់គ្នាមើលសាច់ត្រីអូហូល្អខ្លាំងមែនតែនសាច់ត្រីរបស់យើងគ្រាន់តែមើលឃើញតំណើងមកអ្នកទាំងអស់គ្នាអើយមើលហើយចង់ស្រក់ទាំងមាត់បន្ថែមទៀតហ្នឹងណាហ្នឹងហើយឥឡូវយើងបេះចិត្តហើយណាអ្នកទាំងអស់គ្នានេះហើយទឹករបស់យើងក៏បានពុះយើងធ្វើការជ្រុំប្រហុកហ្នឹងយើងកូរឲ្យវាសព្វចូលគ្នាអ្នកទាំងអស់គ្នាហ្នឹងហើយកូរឲ្យវាសព្វទៅសាច់ប្រហុកហ្នឹងឥឡូវត្រីរបស់យើងបេះចិត្តហើយហ្នឹងហើយណានេះយើងកូរសពហើយប្រហុករបស់យើងអានេះសណ្តែកដីយើងធ្វើការចាក់មកណាដាក់មកដុំមកយើងបុកគ្រឿងនេះណាបងប្អូនគ្នាបុកគ្រឿងឲ្យវាសព្វយើងដាក់អំបិលតិចឲ្យវាឆាប់ម៉ត់ចឹងណាហ្នឹងហើយយើងធ្វើការបុកទៅឲ្យវារៀងម៉ត់បន្តិចទៅនេះមើលឲ្យមិនបាច់ម៉ត់ខ្លាំងពេកក៏បានដែរហើយយើងធ្វើការដាក់ស្ករ2សភាអ្នកបងប្អូនគ្នាដែលរៀងផ្អែមដាក់2សភាបើសិនជាមិនចង់ផ្អែមទេ1សភាកន្លះឲ្យបានហើយហ្នឹងហើយឥឡូវយើងធ្វើដាក់ប៊ិចចេងកន្លះចុងសភាទៅយើងដាក់អំបិលស៊ុបខ្នុរហ្នឹងមកសភាទៅសភាបាយរបស់យើងហ្នឹងហើយយើងបុកយើងកូរវាឲ្យយើងសប់ឲ្យវាចូលជាតិគ្នានៅក្នុងក្បាលហ្នឹងតែម្ដងទៅហ្នឹងហើយ
ហើយតមកទៀតអ្នកទាំងអស់គ្នាអាចធ្វើការដាក់ត្រីចូលអ្នកទាំងអស់គ្នាមិញហ្នឹងគ្រាន់តែថែមអំបិលនេះវារៀងស្ទើអំបិលរឌីហើយយើងធ្វើការដាក់ត្រីចូលទៅដាក់ត្រីអ្នកទាំងអស់គ្នាសាច់ត្រីរបស់យើងបេះហើយបើសិនជាមានឆ្អឹងយើងទឹកគ្រឿងនឹងហូបអត់ស្និតហូបអត់ឆ្ងាញ់ទេអ្នកទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយឥឡូវយើងធ្វើការបង់ត្រីចូលទៅហ្នឹងហើយដាក់ឲ្យវាសប់ឲ្យវាចូលជាតិទៅក្នុងសាច់ត្បាល់របស់យើងទៅហ្នឹងហើយយើងកូរឲ្យសព្វទៅអ្នកទាំងអស់គ្នាកូរច្បល់វាចូលគ្នាបុកវាបន្តិចថែមតិចទៀតហ្នឹងហើយបុកវាចូលជាតិគ្នាឲ្យវាមើលទៅមានថាលាត់ផឹបអញ្ចឹងណាបុកណាហ្នឹងហើយហ្នឹងយើងបុកចូលគ្នាឲ្យវាចូលសាច់ជាតិទៅក្នុងត្រីអញ្ចឹងណាហើយបន្តមកទៀតពេលយើងបុកហើយយើងធ្វើការអាចនឹងរៀបចំក្នុងការចាក់ចូលទៅក្នុងទឹករបស់យើងទឹកដែលយើងផ្សំគ្រឿងដាក់ប្រហុកមិញហ្នឹងណាយើងឥឡូវយើងផ្សំគ្រឿងអស់យើងដាក់ត្រីនឹងចូលទៅមកយើងដួសមកចូលហើយពេលដែលយើងដួសហើយកូរវាសប់ចូលទៅដើម្បីឲ្យវាចូលជាតិយើងអាចបើកហ្គាសឲ្យវាពុះបន្តិចទៅណាអ្នកនរគ្នាបើកហ្គាសទៅឲ្យវាឆាប់ចូលជាតិគ្នាបើយើងអត់ដាក់ក៏បានដែរមិនបាច់ដាក់ហ្គាសក៏បានបើគ្រាន់ថាពេលវាពុះវាចូលជាតិគ្នាអញ្ចឹងណាអ្នកនរគ្នាពេលដែលចូលជាតិគ្នាទៅយើងហូបទៅវារសជាតិឆ្ងាញ់អាទឹកគ្រឿងរបស់យើងត្រីរបស់វានឹងជ្រាបគ្រឿងចូលសពទៅក្នុងសាច់ត្រីរបស់យើងនឹងដាក់ទៅនិយាយថាជាតិជាពិសេសអណ្ដាតរបស់យើងដាក់ទៅគឺរសជាតិដល់បេះដូងហ្មងអញ្ចឹងណាហ្នឹងហើយអានេះយើងធ្វើការច្របាច់ក្រូចទៅតាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នាបើខ្ញុំដាក់ប្រហែលជា2ទៅ3ផ្លែដែរហ្នឹងណាទៅតាមក្រូចអ្នកទាំងអស់គ្នាទឹកតិចឬក៏ច្រើនអញ្ចឹងទៅហ្នឹងហើយយើងធ្វើការកូរវឹកវាឲ្យសប់ចូលគ្នាអញ្ចឹងណាហើយបន្ទាប់មកខ្ញុំដួសយកឲ្យប្រពន្ធនឹងដួសយកទៅភ្លក់បន្តិចទៅគឺថាយ៉ាងស្ទើជាតិបន្តិចយើងអាចដាក់ទឹកត្រីបន្ថែមហ្នឹងហើយទឹកត្រីហ្នឹងគឺវាជួយបង្កើនរសជាតិដោយសារប្រហុករបស់យើងហុកសាច់អញ្ចឹងទៅវាអត់សូវមានជាតិណាអ្នកទាំងអស់គ្នាវាអត់សូវប្រៃហ្មងទេអញ្ចឹងទៅខ្ញុំថែមទឹកត្រីប្រពន្ធខ្ញុំថែមទឹកត្រីដើម្បីឲ្យបង្កើននៅរសជាតិថែមហើយកន្លះវែកណាហ្នឹងហើយបន្ទាប់មកយើងដាក់សណ្តែកដីចូលទៅកូរវាក៏បានបាច់ក៏បានដែរណាបើអ្នកទាំងអស់នេះកូរទៅបើសិនជាយើងដាក់ដាក់ចានយើងកូរវាឲ្យសព្វទៅហើយយើងធ្វើការតុបតែងមកនេះคนនឹងគាត់ធ្វើការដួសដាក់ចានមកទៅឲ្យវារៀបរយដើម្បីថតឲ្យអ្នកទាំងអស់គ្នាមើលទៅឃើញស្អាតអញ្ចឹងណាហ្នឹងហើយសម្រាប់ទឹកគ្រឿងហ្នឹងគឺប៉ុណ្ណឹងគឺរៀបរយអ្នកទាំងអស់គ្នាហើយបើបងប្អូនចូលចិត្តនៅវីដេអូរបស់ Channel យើងចន្ទធី Cooking ហ្នឹងកុំភ្លេចជួយចុច Like Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងឯងហើយឥឡូវនេះយើងធ្វើការដួសរៀបរយហើយអ្នកទាំងអស់គ្នាហើយចឹងទៅយើងធ្វើការចាក់ចូលបន្ថែមដើម្បីឲ្យវារសជាតិហើយយើងដាក់ម្ទេសពីលើបន្តិចទៅដើម្បីឲ្យរូបភាពនឹងវាស្អាតវាទាក់ទាញតែចឹងណាហ្នឹងហើយក៏រៀបចំដួសដាក់ចានហើយក៏រៀបចំជូនម្ដាយព្រោះអីគាត់រៀងហៀវអរគុណជួបគ្នានៅក្នុងคลิปវីដេអូក្រោយអរគុណជម្រាបលា